cần lướt sẵn xóm lối đòiฉลาด với chẳng đọc các sẵn xóm lối đòiฉลาด với mình mệnh bên đây tha trời ruột nơi chẳng tăng tay rư có bằng ót há nụ tề phần tái vì cứ chỉ ca cục rồng nâng pra pra hay rành vật thốt đòi miên rồi biết điệp rối nâng trong cổ đáy bảo lo khang cam đi cứ chia cần lướt sẵn xóm lối đòiฉลาด với chẳng đọc để nè ai cho tới ăn ở vật bàn phim phim muối ăn ở vật cho bác mà thấy buồn màu môn nâng tinh tầm đỉnh 24 hour rule នៅពេលដែលអ្នកឃើញរបស់ណាមួយដែលចង់បានតែមិនសូវចាំបាច់កុំទាន់អាទិញភ្លាមអីទុកពេលឲ្យខ្លួនឯង24ម៉ោងសិនភាគច្រើនក្រោយ24ម៉ោងកន្លងផុតទៅអារម្មណ៍ចង់បាននោះនឹងថយចុះឬអាចនឹងដឹងថាវាគ្មានប្រយោជន៍ទាល់តែសោះពីប្រើប្រាស់រូបមន្តបែងចែកប្រាក់ចំណូល50 30 20 នៅពេលទទួលបានប្រាក់ចំណូលភ្លាមគួរតែបែងចែកវាជាចំណែក3ធំធំ 50% តម្រូវការចាំបាច់ដូចជាថ្លៃផ្ទះថ្លៃទឹកថ្លៃភ្លើងអាហារនិងការធ្វើដំណើរ 30% សម្រាប់ការកម្សាន្តចង់បានការដើរលេងញ៉ាំអីក្រៅផ្ទះឬទិញរបស់ដែលចូលចិត្ត 20% ការសន្សំវិនិយោគដកទុកសន្សំភ្លាមដោយមិនប៉ះពាល់វាដាច់ខាត 3 សន្សំមុនចាយក្រោយកុំចាំសល់ពីចាយចាំសន្សំមនុស្សភាគច្រើនចាយវាយសល់ទើបយកទៅសន្សំដែលជាហេតុធ្វើឲ្យមិនសូវសល់លុយវិធីដ៏ត្រឹមត្រូវគឺកាត់លុយទុកភ្លាមនៅពេលដែលលុយចូលកាបូបឧទាហរណ៍ដក 10% ដក 20% ដក 20% ទុកភ្លាមរួចទៅចាត់ចែងការចាយវាយតាមក្រោយ 4. កត់ត្រារាល់ការចំណាយប្រចាំថ្ងៃ ការកត់ត្រានឹងជួយឲ្យអ្នកដឹងថាតើលុយអ្នកហូរទៅកន្លែងណាខ្លះបច្ចុប្បន្នមាន app ទូរស័ព្ទជាច្រើនដែលងាយស្រួលនៅក្នុងការកត់ត្រានៅចុងខែអ្នកនឹងឃើញច្បាស់ថាតើចំណាយណាខ្លះដែលអត់ប្រយោជន៍ដូចជាថ្លៃកាហ្វេប្រេនញឹកញាប់ពេកឬការទិញអីវ៉ាន់តាមអនឡាញដើម្បីដឹងហើយនឹងកាត់បន្ថយនៅខែបន្ទាប់ 5. បង្កើតកញ្ចប់ថវិកាលុយសង្គ្រោះបន្ទាន់ Emergency Fund មុននឹងយកលុយទៅវិនិយោគប្រថុយប្រឋានត្រូវសន្សំលុយទុកសម្រាប់គ្រាអាសន្នឲ្យបានស្មើនឹង 3 ទៅ 6 ខែនៃការចំណាយប្រចាំថ្ងៃប្រចាំខែរបស់អ្នកឧទាហរណ៍បើមួយខែចាយអស់$500ត្រូវមានលុយសង្គ្រោះបន្ទាន់ក្នុងគណនីពី$1,500ដល់ទៅ$3,000លុយនេះសម្រាប់ប្រើពេលឈឺថ្កាត់ឡានខូចឬអត់ការងារធ្វើភ្លាម 6. កាត់ផ្ដាច់សេវាកម្មប្រចាំខែដែលមិនសូវប្រើដែលហៅថា subscription ពិនិត្យមើលសេវាកម្មដែលកាត់លុយអ្នករាល់ខែដូចជា Netflix Spotify Gym ឬ app ផ្សេងប្រសិនបើខែខ្លះអ្នកស្ទើរតែមិនបានប៉ះវាឬមិនបានទៅទាល់តែសោះអ្នកគួរតែបង្កកឬលុបហៅថា cancel វាចោលភ្លាមដើម្បីកុំឲ្យលុយរបស់អ្នកហូរចោលតិចរាល់ខែ 7. ធ្វើបញ្ជីទិញអីវ៉ាន់ជានិច្ច shopping list មុននឹងទៅផ្សារឬដល់ផ្សារទំនើបត្រូវទៅសេប្រាប់ខ្លួនឯងថាត្រូវទិញទំនិញអ្វីហើយពេលទៅដល់ទិញតែរបស់ដែលមាននៅក្នុងបញ្ជីប៉ុណ្ណោះវិធីនេះជួយការពារអ្នកពីការទិញរបស់តាមអារម្មណ៍ឃើញភ្លាមចង់បានផ្លែត impulse buying 8. យកចិត្តទុកដាក់លើការចំណាយតូចតាច The Lotte Factor លុយបន្តិចបន្តួចដូចជាថ្លៃទឹកក្រឡុកថ្លៃកាហ្វេថ្លៃនំចំណីឬថ្លៃផ្ញើរថយន្តបើមើលមួយផ្លែតឃើញថាវាអស់តិចតួចណាស់ប៉ុន្តែបើបូកសរុបរយៈពេល30ថ្ងៃវាអាចជាចំនួនទឹកប្រាក់យ៉ាងច្រើនការកាត់បន្ថយការញ៉ាំខាងក្រៅឬក៏ការធ្វើកាហ្វេញ៉ាំខ្លួនឯងខ្លះអាចជួយសន្សំលុយបានច្រើន
ប្រពន្ធកណនីតម្លៃតំណែងជាម៉ោងធ្វើការមុននឹងសម្រេចចិត្តទិញរបស់ថ្លៃណាមួយត្រូវគិតថាតើត្រូវធ្វើការប៉ុន្មានម៉ោងទើបរកលុយបានស្មើនឹងតម្លៃរបស់នោះឧទាហរណ៍បើអ្នករកចំណូលបាន$5នៅក្នុង1ម៉ោងហើយចង់ទិញអាវមួយតម្លៃ$50មានន័យថាអ្នកត្រូវដោះដូរនឹងកម្លាំងធ្វើការរហូតដល់ទៅ10ម៉ោងតើវាសមនឹងតម្លៃរបស់នោះដែរឬទេ10វិនិយោគលើចំណេះដឹងហិរញ្ញវត្ថុការសន្សំតែម្យ៉ាងមិនអាចធ្វើឲ្យយើងមានបានឡើយបើមិនចេះពង្រីកលុយគួរចំណាយពេលអានសៀវភៅស្ដាប់វីដេអូឬចូលរួមវគ្គសិក្ខាសាលាខ្លីៗទាក់ទងនឹងការគ្រប់គ្រងហិរញ្ញវត្ថុនិងការវិនិយោគនៅពេលអ្នកមានចំណេះដឹងលុយដែលសន្សំបាននឹងត្រូវបានយកទៅប្រើប្រាស់ចំគោលដៅនិងបង្កើតផលចំណេញត្រឡប់មកវិញត្រូវចាំថាការសន្សំលុយមិនមែនជាការដាក់ទោសខ្លួនឯងឡើយប៉ុន្តែវាគឺជាការទិញសេរីភាពឲ្យខ្លួនឯងនៅថ្ងៃអនាគត